សួស្តីបងប្អូនទស្សនិកជនទាំងអស់គ្នាខ្ញុំគឺជាផៃខាណារីម្នាក់ដែលបានជាប់នៅក្នុងកម្មវិធីស្នេហ៍កំបាំងនៅថ្ងៃសៅរ៍ថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនទែនហើយខ្ញុំបានមកដកអាវនៅហាង Mr. Man ខ្ញុំហៅបាន2ឈុតហើយពួកអីដោយសារតែមានឈុត2ដែលខ្ញុំត្រូវទៅមួយគាត់គឺត្រូវដើរលេងហើយនឹងញ៉ាំអាហាររ៉ូមែនទិកជាមួយនឹងគាត់ពេលល្ងាចអញ្ចឹងខ្ញុំមិនដឹងថាឈុតហ្នឹងមិនទេយើងទស្សនាអស់គ្នាបរិយាកាសទៅជើងអារម្មណ៍អីចា៎មានអារម្មណ៍ថាអារម្មណ៍ល្អមែនទេចុងអីបងដូចគ្នាសប្បាយនិយាយទៅទី1ដែលមកហ្នឹងតែគេទៅហើយមកតែមកថ្ងៃនេះបេក្ខនារីទី2បានឈ្នះការណាត់ជួបដល់រ៉ូមែនទិកជាមួយខ្ញុំពួកយើងទាំង2នាក់បានទៅជិះកង់ដើរលេងដល់រ៉ូមែនទិកសែនសប្បាយទាំង2នាក់អរគុណបងអូខេបានបងជឿសួរបងបាទសូមស្វាគមន៍ការអញ្ជើញមកដល់កន្លែងថាជាសាលីនិងស្កាយបាទសាលីស្កាយបាទខ្ញុំបាទហើយកន្លែងខ្ញុំមានសេវាកម្មជាច្រើនជាពិសេសដូចជាសេវាកម្មការស្នាក់នៅសេវាកម្មម្ហូបអាហារគ្រប់មុខហើយជាពិសេសនៅសាលីស្កាយបាទនេះយើងខ្ញុំមានផ្ដល់ជូនសេវាកម្មមានស្រាកាឡុកហើយនឹងbarbecue ហើយនឹងម្ហូបកំងគ្រប់ប្រភេទជាពិសេសកន្លែងខ្ញុំមានម៉ូសិនពិសេសសម្រាប់ស្រាកាឡុកទិញមួយថែមមួយគឺហៅថា happy hour ចាប់ពីម៉ោង5ល្ងាចដល់ម៉ោង8យប់បាទហើយចំពោះថ្ងៃនេះថ្ងៃពិសេសទាំងពីរខ្ញុំមានរៀបចំអាហារពិសេសជូនដល់ទាំងពីរហើយខាងខ្ញុំនឹងផ្ដល់ជូនដល់ទាំងពីរពិសេសនេះបាទបាទអរគុណច្រើនណាស់បងអរគុណដែររហូតមានអារម្មណ៍មិនដែរខ្ញុំមានអារម្មណ៍សប្បាយចិត្តមែនទែនពេលដែលខ្ញុំបានចូលលេងក្នុងកម្មវិធីស្នេហ៍កំបាំងហើយខ្ញុំអត់មើលដំបូងអត់ជឿជាក់ខ្លួនឯងទេថាខ្ញុំនឹងអាចចូលលេងក្នុងកម្មវិធីហ្នឹងហើយក៏ដូចជាអាចជាប់ក្នុងកម្មវិធីហ្នឹងមានអារម្មណ៍ថាខ្យល់បក់បោះតិចតិចមានអារម្មណ៍ថាត្រជាក់ស្រួលមែនតើបងវិញដូចគ្នាខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែនដែលបានចូលរួមជាតារាកិត្តិយសក្នុងកម្មវិធីស្នេហ៍កំបាំងព្រោះខ្ញុំគិតថាកម្មវិធីហ្នឹងវាពិតជាអស្ចារ្យព្រោះធ្វើឲ្យខ្ញុំនិងបេក្ខនារីមិនដែលស្គាល់គ្នាពីមុនសោះបានណាត់ជួបញ៉ាំអាហារដ៏រ៉ូមែនទិកហើយបានស្អាតអូខេអរគុណអូខេចាំដែរឆ្ងាញ់ឆ្ងាញ់ណាស់មិនដែរឆ្ងាញ់ដល់ពេលដែលខ្ញុំបានមកញ៉ាំអាហារពេលល្ងាចជាមួយនឹងបងអេលវីនខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនតើពួកអីគាត់គឺជាមនុស្សម្នាក់ដែលសួរខ្ញុំច្រើននិយាយទៅយកចិត្តដាក់មួយខ្ញុំច្រើនសាករសជាតិទឹកតែជួយយកពេលយើងញ៉ាំស្លាដហ្នឹងដាក់ជាមួយយកត្រូវហ្មងជាតិហ្មងឆ្ងាញ់ចឹងឆ្ងាញ់បាទហើយខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលបានញ៉ាំ dinner នឹងជាមួយគាត់ហើយក៏សូមអរគុណគាត់ទឹកចិត្តរបស់គាត់ដែលគាត់ស្រឡាញ់ខ្ញុំគ្រប់គ្រងខ្ញុំបាទសូមអរគុណគាត់ក្រេបមួយជាតិយកមកទៀតយកទឹកកន្លាយគាត់ជាមនុស្សម្នាក់ដែលរ៉ូមែនទិកហើយគាត់ជាមនុស្សម្នាក់ដែលសុភាពបុរសផងដែរហើយពួកខ្ញុំបានញ៉ាំអាហារជាច្រើនហើយសិតតែឆ្ងាញ់ទាំងអស់ឥឡូវការព្រមហូបរបស់យើងមានជាច្រើនមុខឆ្ងាញ់នៅឆ្ងាញ់ទេឆ្ងាញ់ហើយឆ្ងាញ់ទាំងអស់ឆ្ងាញ់ទាំងអស់ឃើញញ៉ាំតិចនៅតែបងគិតថាឆ្អែតដែរឆ្អែតក្នុងចង់យើងហៅទៅមើលខាងនោះតិចទេ
តោះមកគិតចឹងដែរអបួរណៃតែមើលទៀតខាងមុខដែរពួកខ្ញុំបានបញ្ចប់ការញ៉ាំអីមួយគ្នាហើយក៏ដូចជាចុងក្រោយនេះខ្ញុំសូមអរគុណដល់ស្ថានីយ៍ទូរទស្សន៍ CTN ដែលបានរៀបចំកម្មវិធីនេះឡើងគឺធ្វើឲ្យមានអារម្មណ៍ថាសប្បាយចិត្តហើយមានអារម្មណ៍ថាប្លែកមែនតើហើយក៏អរគុណដល់អ្នកដែលបានផ្ញើសារវល់គ្រប់គ្រងលើរូបនាងខ្ញុំហើយក៏អរគុណបងក្រុមការងារទាំងអស់គ្នាផងដែរអរគុណខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែនដែលបានចូលរួមជាតារាកិត្តិយសក្នុងកម្មវិធីស្នេហ៍កំបាំងព្រោះខ្ញុំគិតថាកម្មវិធីហ្នឹងវាពិតជាអស្ចារ្យព្រោះធ្វើឲ្យខ្ញុំនិងបេក្ខនារីមិនដែលស្គាល់គ្នាពីមុនសោះបានណាត់ជួបញ៉ាំអាហារដ៏រ៉ូមែនទិកហើយដែលស្រស់ស្អាតមានខ្យល់អាកាសដ៏ល្អនិយាយទៅគឺអស្ចារ្យមែនទែនឥឡូវយើងចូលការជម្រាបក្រោយអរគុណពេលវេលាបងអូនមានតម្លៃណាបងសប្បាយចិត្តបានញ៉ាំអាហារពេលនេះដល់ទៅជាមួយអរគុណបាទអរគុណអត់ទេមិនផ្លឹកមើលគេហ៎ហ្នឹងផ្លឹកមិនគេផ្លឹកមើលគេផ្លឹករំញ៉ោដែរច្រើនមកដែរតែតែមានសាច់ដុំធំហើយភាគច្រើនមនុស្សប្រុសមិនសូវមានសាច់ដុំទេមនុស្សប្រុសពិតប្រាកដណាអូខ្ញុំថតចែមនុស្សប្រុសដែលមានសាច់ដុំទៅណាអត់ទេតាមពិតខ្ញុំយល់ពីអារម្មណ៍ហ្នឹងព្រោះអ្នកដែលគាត់មានរូបសម្បត្តិអត់សូវជាអំណោយផលវិធម្មជាតិគាត់តែងតែលើកទឹកចិត្តខ្លួនឯងបែបហ្នឹងបាទត្រឹមត្រូវចាអរគុណច្រើនលោកអ្នកបាទតែស្នេហាជាមួយនឹងវីដេអូនៃការទទួលទានអាហារពេលល្ងាចពីតារាកិត្តិយសរួមជាមួយនឹងបេក្ខនារីលេខ2កាលពីសប្តាហ៍មុននឹងជួបជាមួយនឹងវត្តមានរបស់បាទតារាកិត្តិយសក៏ដូចជាបេក្ខជនដែលចូលរួមប្រកួតនៅក្នុងកម្មវិធីរបស់យើងនៅក្នុងសប្តាហ៍នេះខ្ញុំបាទសូមជម្រាបជូនអំពីលក្ខខណ្ឌនៃការនៃការផ្ញើសារចូលរួមនៅក្នុងកម្មវិធីបើសិនជាលោកអ្នកពេញចិត្តគ្រប់គ្រងជូនទៅដល់បេក្ខជនណាមួយដែលគ្រាន់តែលោកអ្នកចូលទៅកាន់កន្លែងសរសេរសារវាលេខសម្គាល់បេក្ខជននីមួយៗរួចហើយសរសេរអ្វីដែលលោកអ្នកចង់និយាយផ្ញើសារទៅកាន់លេខ20គត់និង21រាល់ការផ្ញើសាររបស់លោកអ្នកនឹងបង្ហាញជូនបាទអេក្រង់កញ្ចក់ទូរទស្សន៍ទល់មុខតារាកិត្តិយសតែម្ដងចាហើយបើសិនជាលោកអ្នកចង់បាននៅព័ត៌មានកាន់តែច្បាស់អំពីការផ្ញើសារក៏អាចខលទៅលេខ8188ហើយចូលរួម live pack របស់យើងទាំងអស់គ្នាក្នុង Facebook ដែល pack របស់កម្មវិធីស្នេហ៍កំបាំងមានឈ្មោះថា Mystery Love បាទអរគុណច្រើនមកវាយចូលក្នុងកម្មវិធីរបស់យើងវិញវត្តមានរបស់បេក្ខជនដែលចូលរួមប្រកួតនៅក្នុងសប្តាហ៍នេះសិតសឹងតែជាបុរសដែលសង្ហានិយាយអាចចំទៅគឺសង្ហាចាញ់ខ្ញុំបន្តិចចាអាទិត្យណាក៏គេចាញ់ដែរនិយាយអាចចំទៅបើសិនជាគាត់សង្ហាលើខ្ញុំគាត់ឲ្យប្រហែលជាអ្នករៀបចំកម្មវិធីឲ្យគាត់ធ្វើជាវិធីកោហើយអញ្ចឹងបេក្ខជនដែលចូលរួមប្រកួតនិយាយចំទៅគឺថាសម្បត្តិចាញ់ខ្ញុំហ្មងចាញ់ខ្ញុំហ្មងអរគុណច្រើនបើសិនជាបន្តទៀតប្រហែលជាទស្សនិកជនអាចនឹងមានអារម្មណ៍មួម៉ៅជាមួយនឹងបងរតនាអរគុណនៅលើនេះសូមកុំឲ្យខាត់ពេលវេលាយូរបង្ហាញជូននៅវត្តមានបេក្ខជនទី1បាទស្វាគមន៍ជូនទៅដល់បេក្ខជនទី1បាទគឺមានឈ្មោះថានួនចិន្តាជាសិស្សមកពីរាជធានីភ្នំពេញយ៉ាហើយហ្នឹងអត់អីណាអីមកទីសូលីដូមកចាអរគុណមកឲ្យវត្តមានជាបន្តគឺបេក្ខជនទី2ចាបេក្ខជនទី2មានឈ្មោះថាអ៊ុនវិសិទ្ធជាភ្នាក់ងារអនុទានមកពីទីក្រុងភ្នំពេញបាទស្វាគមន៍ជូនទៅដល់បេក្ខជនទី3គឺមានឈ្មោះថាសនសុវណ្ណរិទ្ធជានិស្សិតមកពីរាជធានីភ្នំពេញម្នាក់អត់ទេអត់មកនៅពីក្រោយមិនអត់ទាន់រៀបហើយចាបង្ហាញជូននៅវត្តមានបេក្ខជនទី4ចាបេក្ខជនទី4មានឈ្មោះថាឡៃចន្ទរាជាជាងកាត់សក់មកពីខេត្តកំពង់ចាមអូយស្មានតែគ្នាមកញោមមិនស្មានមកញោមទេណាពេលទៅពេលដើមទៅពេលបន្តអញ្ចឹងណាអូដល់ពេលគេបវល់ទៅវិញគេធ្វើមិនចេះឧទាហរណ៍ពេលគេដល់ពេលគេធ្វើស្អាតដល់ពេលធ្វើក្រោយវិញអរគុណចាលោកអ្នកបានជួបមើលសមាជិករបស់បេក្ខជនដែលចូលរួមប្រកួតក្នុងសប្តាហ៍នេះសង្ហាចាញ់ខ្ញុំទេអត់ចាញ់ខ្ញុំអត់ចាញ់ទេណាថាចាញ់មិញខ្ញុំបាទខ្ញុំស្អាតទៀតហ៎អរគុណច្រើនវត្តមានរបស់តារាកិត្តិយសនៅក្នុងសប្តាហ៍នេះគឺជាបាទកញ្ញាឯកនៅក្នុងកន្លងឆ្នាំ2007ចប់លេខ1កញ្ញាបានអភិវឌ្ឍខ្លួនតាំងពីតារា model តារាសម្ដែងហើយបានសម្ដែងជាច្រើនរឿងជាតួឯកស្រីនៅក្នុងរឿងរបស់ស្ថានីយទូរទស្សន៍ CTN របស់យើងឥឡូវកញ្ញាគាត់ចាប់អាជីពជាតារាចម្រៀងទៀតហើយជាម្ចាស់តន្ត្រីអភ័យទៀតដូច្នេះសូមស្វាគមន៍ទៅដល់កញ្ញាខ្ពស់ស្រឡះរូបរាងស្រស់សុភាកញ្ញាម៉ាក់សែនសូនីតាសូនលើធំជាងមុនលើគេតែប៉ុណ្្នឹងសោះហ្នឹងជាងមុនណាអង្គុយអង្គុយហ្នឹងអង្គុយគាត់ចង់ឈប់ឥឡូវស្អាតជាងមុនឥឡូវស្អាតជាងមុនបងព្រោះថាឥឡូវហ្នឹង
យើងអាចចាញ់គេបានទេ តាមត្រូវហ៎ នេះ ម៉ាក់មកអត់ម៉ាក់មកអត់ គេនឹងម៉ាក់មក អត់ដេញណែ អត់ដេញណែ តែយកគ្នាមកដូចច្រើនដែរ ចាគ្នាមកច្រើន គេមកច្រើនគ្នា បាទ គេ អូខេអូនចូលរួមក្នុងកម្មវិធីមានអារម្មណ៍យ៉ាងណាដែរអូន សប្បាយចិត្ត បាទចិត្ត ប្លែក ប្លែក ម្ដងទីហ្នឹងមានបិទយូរវ័យជាពិសេសបងប្អូនគាត់គ្រប់ត្រច្រើន បាទ សង្ឃឹមថាម្ដងអ្នកណាគេដែរពេញចិត្តនឹងខ្ញុំ អូនឯងមើលទៅខាងនោះទៅមានអារម្មណ៍ថាបងស្អាតប៉ុណ្ណឹងក៏ស្អាតជាងបងទៀតណា មែន គាត់លោសិចហ្មងឡោ ខ្ញុំមិនដែរគាត់ថាមួយថ្ងៃសង្ហាផងខ្ញុំមិនដែរគាត់ថាមួយថ្ងៃ អត់ ស្អា ចោ ត លពេកចឹងព្រោះតែគិតចឹងហើយកញ្ញាតូតាតាមពិតទៅនៅក្នុងកម្មវិធីរបស់យើងក្រៅពីមានការចូលរួមពីសំណាក់ទស្សនិកជនក៏មានការផ្ញើសារដើម្បីផ្ដល់យោបល់ជឿជាក់ទេថាទស្សនិកជនអាចជ្រើសដៃគូដ៏ល្អសម្រាប់ខ្លួនឯង 50% តាមចិត្តខ្លួនឯង ហើយបុរសបែបណាដែលអាចខ្លាចជាដៃគូណាត់ជួបនឹងការញ៉ាំអាហារពេលល្ងាចជាមួយនឹងកញ្ញាតូតា ស្អាតមានទៀតលើមកទៀតលើមកចប់លើ សំខាន់ចេះរ៉ូមែនទិកហ៎ អាយ៉ា អូខេចាំជូនពរឲ្យតូតាបានបរោះដែរសង្ហាដូចខ្ញុំញ៉ាំអាហារពេលល្ងាចជាមួយណា អត់ចង់បានមកអីមួយឯងទេ ចង់បានផ្សេងពីហ្នឹងឲ្យដាច់ហ្មងឥឡូវញ៉ាំភេសជ្ជៈ ហាត់អីអូន ចាដើម្បីបន្ធូរនូវភាពតានតឹងដែលមករតនាបានបង្កអំបញ្ញមិញ អូខេកាញ់ ចា មានដឹងថាមានសាច់ ជាកម្ម ទៅជា ទៅ កម្ម ជាកម្មហើយមកបើកចូលទឹកកន្លាច អរគុណ អរគុណបាទទុកវគ្គក្រោយអូនទុកវគ្គក្រោយបាទ ចាគេអត់ឲ្យញ៉ាំអស់គេទុកមក ញ៉ាំ កំ ហើយ ប៉ុង មកវគ្គញ៉ាំមកវគ្គញ៉ាំ ចាឥឡូវស្អាតញ៉ាំស្ដាប់ អូន ចា 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 បាទអរគុណច្រើនលោកអ្នកបានជួបនៅសមាជិករបស់បេក្ខនារីសំដៅបេក្ខជនក៏ដូចជាតារាកិត្តិយសរបស់យើងដែលចូលរួមនៅក្នុងកម្មវិធីរបស់យើងហើយនៅក្នុងវគ្គក្រោយលោកអ្នកបានទស្សនាជាមួយអ្វីដែលប្លែកអ្វីដែលពិសេសជាទៀតប៉ុន្តែមុននឹងសម្រាប់ខ្ញុំបាទក៏សូមជម្រាបជូនលោកអ្នកអំពីនៃការផ្ញើសារចូលរួមនៅក្នុងកម្មវិធីគ្រប់គ្រងជូនទៅដល់បេក្ខជនដែលចូលរួមប្រកួតគឺលោកអ្នកគ្រាន់តែចូលទៅកាន់កន្លែងសរសេរសារវាលេខសម្គាល់របស់បេក្ខជននីមួយៗរួចហើយសរសេរអ្វីដែលលោកអ្នកចង់និយាយផ្ញើសារទៅកាន់លេខ20គុតនិង21រកការផ្ញើសាររបស់លោកអ្នកនឹងមានឱកាសឆ្លងរង្វាន់ទូរស័ព្ទដៃ Huawei Honor សម្រាប់ចំនួន1រង្វាន់ ចាសម្រាប់សាររបស់លោកអ្នកយើងនឹងធ្វើការចាប់រង្វាន់នៅក្នុងកម្មវិធីតន្ត្រីថ្ងៃអាទិត្យរបស់ស្ថានីយទូរទស្សន៍ CGN នឹងផ្ដល់រង្វាន់ជូនលោកអ្នកនៅក្នុងកម្មវិធីស្នាកម្បាំងនៅសប្តាហ៍ក្រោ បាទ យ ស្នាកម្បាំងនៅក្នុងវគ្គនេះអនុញ្ញាតសម្រាប់មួយផ្លែសិនបាទ សម្រួល ចូលឃើញកាមេរ៉ាគេថតដល់ អត់ដែរតាមពិតមិញខ្ញុំស្គាល់កាមេរ៉ាណា CGN គាត់ថតរូបស្លឹកមិញហ្នឹងខ្ញុំធ្វើចឹងដែរតែខ្ញុំភ្ញាក់ខ្លួនតោះ អូខ្ញុំចេញអាតាចរិតពិតទៅស្អាតឃើញហ្នឹងលេងមិនទៅ រឿងរំដួល ដួល ចាស្វាគមន៍ទស្សនិកជនមកកាន់កម្មវិធីស្នាកម្បាំងនៅក្នុងវគ្គទី បាទនៅក្នុងវគ្គនេះជាសពម្ដងលោកអ្នកបានទស្សនាជាមួយនឹងការបង្ហាញជូននៃវីដេអូ profile របស់បេក្ខជនដែលចូលរួមប្រកួតនៅក្នុងកម្មវិធីថាតើគាត់មានភូមិស្រុកកំណើតទៅណាប្រវត្តិស្នេហាគាត់ជឿចោតយ៉ាងណាខ្លះនោះលោកអ្នកបានជិះបាទប៉ុន្តែមុនធ្វើការបង្ហាញជូននៃវីដេអូ profile របស់បេក្ខជនដែលចូលរួមប្រកួតនៅក្នុងកម្មវិធីសូមជម្រាបជូនលោកអ្នកសាជាបន្តទៀតជាមួយនឹងការផ្ញើសារគ្រប់គ្រងជូនទៅដល់បេក្ខជនដែលចូលរួមប្រកួតនៅក្នុងកម្មវិធីលោកអ្នកចូលទៅកាន់កន្លែងសរសេរសារវាលេខសម្គាល់បេក្ខជនដែលចូលរួមប្រកួតមានបេក្ខជនទី1បេក្ខជនទី2បេក្ខជនទី3និងបេក្ខជនទី4រួចហើយសរសេរអ្វីដែលលោកអ្នកចង់និយាយផ្ញើសារទៅកាន់លេខ20គុតនិង21 ចាលោកអ្នកក៏អាចខលទៅលេខ81 88បានដូចគ្នាដើម្បីដឹងកាន់តែច្បាស់អំពីការផ្ញើសារហើយចង់ដឹងនៅរូបភាពក៏ដូចជាតារានៅសប្តាហ៍ក្រោយណាខ្លះចូលរួមក៏អាចចូលរួម live pack របស់យើងនៅក្នុង Facebook មានឈ្មោះថា Mr. Relove បាទអរគុណច្រើនកុំឲ្យអង្គយូរមកបាទលោកអ្នកទស្សនាជាមួយនឹងវីដេអូ profile របស់បេក្ខជនទី1សូមជ័យបាទ បានឈ្មោះនៅកណ្ដាលមកពីរាជធានីភ្នំពេញអាយុ22ឆ្នាំជាសិស្សរៀននៅវិទ្យាល័យហ៊ុនសែនចំពោះវត្តខ្ញុំរស់នៅជាមួយនឹងបងស្រីធំរបស់ខ្ញុំពេលទំនេរពីការសិក្សាខ្ញុំតែនៅជួយការងារផ្ទះរបស់បងស្រីរបស់ខ្ញុំមូលហេតុដែលខ្ញុំទៅនៅវត្តដោយសារតែឪពុកម្ដាយរបស់ខ្ញុំគាត់ឆ្លោះទាស់ទែងនៅក្នុងគ្រួសារតម្រូវឲ្យខាងប៉ារបស់ខ្ញុំគាត់បានយកខ្ញុំហើយនិងបងប្រុសរបស់ខ្ញុំទៅនៅឯខេត្តកំពង់ចាមស្រុកកំពង់សៀមនៅក្នុងវត្តហើយជាមួយឆ្នាំឪពុករបស់ខ្ញុំក៏បានស្លាប់ចំពោះរឿងស្នេហាវិញខ្ញុំធ្លាប់មានសង្សារចំនួន2នាក់សង្សារទី1ខ្ញុំបានបែកគ្នាទៅហើយពីព្រោះតែគេបានចេញទៅក្រៅប្រទេសដើម្បីបន្តការសិក្សាចំណែកសង្សារបន្ទាប់នេះគឺនៅតាក់ទងគ្នាជារៀងរាល់ថ្ងៃហើយរបបសិក្សារៀងៗខ្លួនក៏មិនសូវបានពេលជួបមុខគ្នាដែរបើមិនជាស្នេហាលើកទី2របស់ខ្ញុំបែកគ្នាពិតមែននោះ
ខ្ញុំសម្រេចចិត្តថាខ្ញុំជ្រើសរើសមនុស្សស្រីណាដែលស័ក្តិសមនឹងខ្ញុំទីបំផុតនៅថ្ងៃអនាគតគឺខ្ញុំចង់ធ្វើជាប៉ូលីសម្នាក់ ចិត្តដែរសង្សារដែរមានសង្សារដែរឥឡូវនេះឥឡូវ 2 នាក់ អីមិនថាមាន ខំមានពីមុន2នាក់ណោះចិនដាណោះ មានម្នាក់ខ្ញុំមាន2នាក់ មុនបាយគ្នាហើយ បាយ ឈ្មោះអត់ដែរមនុ ឥឡូវ ស្សស្រី គេអត់ដែរបាយទេគេអត់ដែរបាយគេមានថាបាយហើយយកមួយទៀតគេវាយកថែមព្រោះខ្ញុំប្រាប់ខ្ញុំអញ្ចឹងណាបង អត់ទេខ្លាចទៀសភ្លើងបុកគ្នាអត់ទេចាអរគុណហើយចូលរួមកម្មវិធីរបស់យើងជឿជាក់ខ្លួនឯងប្រហែលភាគរយ 50% សង្ឃឹមតិចមែន មានបេក្ខជន3នាក់ទៀតស្អាតអត់ ចេះធ្វើពុតហ្នឹងពិតជាខំពេញ លើស្អាតស្អាតស្មើនឹងសមត្ថភាពយើងតាអរគុណចឹងអនុញ្ញាតសម្រាប់បានណាជូនពរទទួលបានជោគជ័យបាទលោកអ្នកបើសិនជាពេញចិត្តគ្រប់គ្រងជូនទៅដល់បេក្ខជនទី1ដែលគ្រាន់តែលោកអ្នកចូលទៅកាន់កន្លែងសរសេរសារវាលេខ1សរសេរអ្វីដែលលោកអ្នកចង់និយាយផ្ញើសារទៅកាន់ Facebook 21 ចាជាបន្តសូមបង្ហាញនៅវីដេអូ profile របស់បេក្ខជនទី2 បាទឈ្មោះអូនវិសិទ្ធអាយុ20ឆ្នាំខ្ញុំបាទជាកូនតូរាល់ថ្ងៃខ្ញុំរស់នៅជាមួយម្ដាយហើយខ្ញុំបាទមានស្រុកកំណើតនៅទីក្រុងភ្នំពេញខ្ញុំបាទសិក្សាមកវិជ្ជាធនាគារឆ្នាំទី4នៃវិទ្យាស្ថានវណ្ណដារាល់ថ្ងៃខ្ញុំធ្វើការជាភ្នាក់ងារមន្ត្រីឥណទាននៅមីក្រូហិរញ្ញវត្ថុមួយពេលដែលខ្ញុំទំនេរក្រៅពីការងារហើយនឹងសិក្សាខ្ញុំបាទអាសាទៅហាត់ប្រាណហើយនឹងទាត់បាល់ហើយនឹងអង្គុយញ៉ាំអីមួយមិត្តភ័ក្តិបាទសម្រាប់ខ្ញុំរស់នៅដោយគ្មានឪពុកតាំងតែពីតូចមកហើយខ្ញុំរស់នៅតែជាមួយម្ដាយតាំងពីតូចរហូតដល់ប៉ុណ្ណឹងហើយម្ដាយរបស់ខ្ញុំគាត់ដើរតួនាទី2ជាឪពុកផងជាម្ដាយផងបាទមូលហេតុដែលខ្ញុំអត់មានឪពុកនឹងគេហ្នឹងគឺដោយសារថាការពីម៉ាក់ខ្ញុំនៅពោពោះខ្ញុំអាយុប្រហែលជា8 9ខែប៉ារបស់ខ្ញុំគាត់បានទៅធ្វើការឆ្ងាយនៅខេត្តរតនគិរីបែកពីម៉ាក់ខ្ញុំយូរទៅគាត់ក៏មានប្រពន្ធក្រោយទៀតហើយក៏ម៉ាក់ខ្ញុំគាត់ខឹងក៏បាច់តំណងគ្នាជាមួយឪពុករបស់ខ្ញុំទៅធ្វើបានដល់សប្តាហ៍ថ្ងៃមកខ្ញុំប៉ាហើយនឹងគេបាទពីមុនមកខ្ញុំធ្លាប់មានស្នេហាម្ដងដែរទៅការហ្នឹងនៅរៀនវិទ្យាល័យពេលហ្នឹងរៀនបានរយៈពេលឆ្លាញ់គ្នាបានរយៈពេលប្រហែល2ឆ្នាំមកគេក៏មានអ្នកផ្សេងអញ្ចឹងពេលហ្នឹងខ្ញុំមានអារម្មណ៍ថាឈឺចាប់ពេលថាសោកស្ដាយគេមែនទែនហើយវាថាបាត់បង់ទេគឺខ្ញុំបាត់បង់អ្វីគ្រប់យ៉ាង Don't say goodbye មកទៅតិនពីហ៎ខ្ញុំទៅតិនពីហ៎ អូយចេះថាគាត់ តិន ស្អាត ពី ជា តិនពីអាយហ៎ កុំពី អូខេអរគុណ ចា ពិសិដ្ឋណាបាទពាក្យបាត់ពិសិដ្ឋសង្ឃឹមបានភាគរយដែរ ผม 40% តិចប៉ុណ្ណេះឲ្យ 60% លើគេ10ទៅហើយ ចាឥឡូវសម្រាប់ក៏បានដែរដើម្បីឲ្យគាត់បានបំពេញនៅផាំពលឲ្យច្រើនជាងនឹងទៀតណា អូខេអរគុណច្រើនណាស់អ្នកសម្រាប់បាន អរគុណ បាទ ចា អរគុណពិសិដ្ឋគឺជាបេក្ខជនទី2បើសិនជាលោកអ្នកចង់ឲ្យគាត់ឈ្នះនៅក្នុងកម្មវិធីសរសេរអ្វីដែលលោកអ្នកចង់និយាយបាទលេខ2ហើយសរសេរអ្វីដែលលោកអ្នកចង់និយាយផ្ញើសារទៅកាន់Facebook 21បាទ ចាសូមរីករាយទស្សនានៅវីដេអូ profile របស់បេក្ខជនទី3 ជំរាបសួរខ្ញុំឈ្មោះសនតារាវិទ្យសប្តាហ៍ថ្ងៃមានអាយុ22ឆ្នាំហើយមានបងប្អូនចំនួន4នាក់ខ្ញុំជាកូនទី2នៅក្នុងគ្រួសារសប្តាហ៍ថ្ងៃខ្ញុំរស់នៅទីក្រុងភ្នំពេញសប្តាហ៍ថ្ងៃខ្ញុំជានិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំទី2ផ្នែក Management សប្តាហ៍ថ្ងៃខ្ញុំពេលទំនេរវិសិក្សាខ្ញុំបានចូលក្នុងក្រុម model មួយឈ្មោះ Eminent ពេលទំនេរខ្ញុំធ្វើការងារផ្ទះតិចតួចដូចជាលាងចានបោះតែអីទៅខ្ញុំអត់ដែលប្រកាន់ថាការងារនោះជាការងារស្រីឬប្រុសឲ្យតែថាខ្ញុំឃើញនឹងភ្នែកគឺខ្ញុំធ្វើមកដល់ពេលនេះខ្ញុំធ្លាប់មានស្នេហាម្ដងដែរតែកាលនោះខ្ញុំទៅរៀនវិទ្យាល័យតែពេលនោះយើងឆ្លាញ់គ្នាបានប្រហែលជា7 ឆ្នាំដែរតែដល់ពេល ម្យ៉ាងខ្ញុំនៅក្មេងអញ្ចឹងហើយគេជាកូនស្រីអញ្ចឹង
គេក៏តាមគ្រួសារហើយគេពួកយើងក៏បែកគ្នាពេលដែលគេរៀបការនឹងតែព្រោះបើពេលដែលខ្ញុំមានស្នេហាលើកទី2ខ្ញុំចង់បានមនុស្សម្នាក់ដែលស្រឡាញ់ខ្ញុំចិត្តនឹងចិត្តព្រោះថ្ងៃខ្ញុំគ្រាន់ជាមនុស្សធម្មតាហើយឬគ្រាន់ជានិស្សិតម្នាក់អីអត់ទាន់មានមុខរបរអីដែលអាចចាំគេដូច្នេះបើស្រឡាញ់ខ្ញុំចង់ឲ្យគេស្រឡាញ់ខ្ញុំចិត្តនឹងចិត្តដោយមិនសម្លឹងមើលអ្វីទាំងអស់ថ្ងៃអនាគតខ្ញុំចង់ធ្វើជាអ្នករស់ស៊ីម្នាក់ហើយបន្ទាប់មកការងារមួយទៀតគឺការងារសិល្បៈជាការងារដែលខ្ញុំស្រឡាញ់ហើយការងារនោះគឺជាការងារបន្តបន្សំរបស់ខ្ញុំអរគុណច្រើនបាទសុវណ្ណរិទ្ធគឺជាបេក្ខជនទី3ដែលចូលរួមប្រកួតនៅក្នុងកម្មវិធីចង់យកឈ្នះទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងកញ្ញាតូតាណាចាចាប់អារម្មណ៍ថាមុខគាត់មាំណាខ្ញុំសួរគាត់ពេលប្រេកមិញចាក់វីដេអូសុវណ្ណរិទ្ធមែនទេបាត់មានពាក្យបន្តែមួយហ្នឹងអត់ទេមែនទេបាទសង្ឃឹមបាន%ដែរប្រហែលជា70%មានភាពជឿជាក់លើខ្លួនឯងខ្លាំងមែនទេអត់ទាន់ដឹងដែរអត់ទាន់ដឹងទេយកអនុញ្ញាតសម្រាប់បានលោកអធិការគោបណ្ដាបាទបានមកអ្នកមមអញ្ចឹងណាបាទអរគុណបើសិនជាលោកអ្នកពេញចិត្តបាទសុវណ្ណរិទ្ធដែលជាបេក្ខជនទី3ចូលទៅកាន់កន្លែងសរសេរសារវាលេខ3ហើយសរសេរអ្វីដែលលោកចង់និយាយផ្ញើសារទៅកាន់ពេក21ចាឥឡូវយើងកំពុងតែរងចាំបេក្ខជនដែលពាក់វ៉ែនតាមិញគឺបេក្ខជនទី4រីករាយទស្សនាវីដេអូ profile របស់គាត់ទាំងអស់គ្នាខ្ញុំបាទឈ្មោះឡៃចន្ទរាខ្ញុំមកពីខេត្តកំពង់ចាមហើយរស់នៅជាមួយបងប្រុសនិងបងស្រីរាល់ថ្ងៃជានិស្សិតនៅសាកលវិទ្យាល័យ Western ឆ្នាំទី3ពួកខ្ញុំមានសមត្ថភាពដូចជាសម្ដែងនិងច្រៀងខ្លែងជប់នឹងខ្សែខំរេតាមខ្យល់រាល់ថ្ងៃជាងកាត់សក់ព្រលឹមឡើងខ្ញុំងើបមុខទឹកក៏ចេញទៅកន្លែងហាងកាត់សក់របស់ខ្ញុំដើម្បីជួយធ្វើកិច្ចការខ្លះជំនួសមេរបស់ខ្ញុំនិយាយទៅស្នេហាលើកទី1នៅភូមិមួយគ្នានៅស្រុកមួយគ្នាអញ្ចឹងឪពុកម្ដាយគេក៏ប្រាប់ថាបើឪពុកម្ដាយយកស្គាល់គ្នាហើយរកស៊ីធ្លាក់ហើយកុំកូនមកកុំឲ្យធ្លាក់ដោយឪពុកម្ដាយទៀតពេលអញ្ចឹងគេក៏ប្រាប់ខ្ញុំផ្ទាល់ក៏យំពីរនាក់តារាណាចន្ទរាយកតារានៅលើមេឃណាបាទសប្តាហ៍គឺជាតារាចម្រៀងមែនទេតារាអត់ទេបងហងៃជាជាងកាត់សក់ណាចាំសក់លយគាត់ច្រៀងបានបាទជាងកាត់សក់ស្មានឲ្យលោកវ៉ែនតាមិញណាចាំមកឃើញមកគេលេង style វ៉ែនតាចូលរួមក្នុងកម្មវិធីសកម្មបាន%តារាសកម្មមិញគាត់ទី3គាត់ចិត្តលោកអធិការគោបណ្ដាខ្ញុំ75ឲ្យបានលើគេអស់ចិត្តឲ្យ5ក៏យកដែរអូខេអញ្ចឹងមានភាពជឿជាក់លើខ្លួនឯងច្រើនដែរជូនពរទៅបានទៅពីណាអនុញ្ញាតសម្រាប់បានច្រើនអរគុណច្រើនបើសិនជាលោកអ្នកពេញចិត្តទៅដល់បេក្ខជនទី4ដែលជាជាងកាក់សក់គឺមានឈ្មោះថាតារាបាទចូលទៅកាន់កន្លែងសរសេរសារវាលេខសម្គាល់របស់បេក្ខជនទី4សរសេរអ្វីដែលលោកអ្នកចង់និយាយចង់ឲ្យគាត់ឈ្នះនៅក្នុងកម្មវិធីផ្ញើសារទៅកាន់លេខ20គាត់និង21ចាឥឡូវនេះសូមបង្វែរអារម្មណ៍លោកអ្នកទៅជួបនឹងកញ្ញាតូតាទាំងអស់គ្នាបាទសូមជួយបាទចាតើតាមកសួរឆាតដែរបើសិនណែ20ឆ្នាំទៀតស្អាតចឹងទៀតអត់ណោះនៅស្អាតចឹងគេថែរក្សាសម្រស់គេឥឡូវបាន10ហីមួយសើសួរបាន10ចឹងហ្មងអរគុណឃើញសារបងប្អូនផ្ញើសារមកច្រើនទេច្រើនគាត់ដាក់ថាមិនដែរលេខ1មកខ្ញុំងុំលេខ2លេខ2ខ្ជូតហ្នឹងលេខ3ស្អាតលេខ4 handsome ដូចបងដែរអត់ទេគេតែគេ handsome ចូលអ៊ុកអីអ៊ុកស្អាតបាទអូខេអញ្ចឹងសម្រាប់តូតាគឺបានឃើញហើយសម្រាប់ការផ្ញើសាររបស់ទស្សនិកជនដើម្បីឲ្យតូតាសម្រេចចិត្តនៅក្នុងវគ្គក្រោយមួយទៀតវគ្គក្រោយគឺយើងលេងហ្គេមដើម្បីបញ្ចេញសមត្ថភាពណាចាឥឡូវសូមពាក់កាសជាបន្តអូខេបាទអរគុណច្រើនលោកអ្នកបានទស្សនាជាមួយនឹងវីដេអូ profile របស់បេក្ខជនដែលចូលរួមប្រកួតនៅក្នុងកម្មវិធីរបស់យើងហើយបើសិនជាលោកអ្នកពេញចិត្តចង់ឲ្យគាត់ឈ្នះនៅក្នុងកម្មវិធី
ចូលទៅកាន់កន្លែងសរសេរសារវាលេខសម្គាល់បេក្ខជននីមួយៗសរសេរថាគាត់ល្អគាត់ស្អាតគាត់យូរផ្សាយថាទៅកាន់20គាត់និង21ចារសាររបស់លោកអ្នកទាំងអស់អាចធ្វើឲ្យបេក្ខជនដែលលោកអ្នកពេញចិត្តទទួលបាននៅជោគជ័យនៅក្នុងកម្មវិធីក្រៅពីនេះក៏អាចនឹងទទួលបាននៅទូរស័ព្ទដៃដ៏ទំនើបដែលយើងនឹងធ្វើការចាប់រង្វាន់នៅក្នុងកម្មវិធីតន្ត្រីថ្ងៃអាទិត្យរបស់ស្ថានីយទូរទស្សន៍ CTN រួចហើយផ្ដល់រង្វាន់ជូនលោកអ្នកនៅក្នុងកម្មវិធីស្នាដកម្បាំងនៅសប្តាហ៍ក្រោយស្នាដកម្បាំងនៅក្នុងវគ្គក្រោយគឺជាវគ្គលេងហ្គេមសូមកុំព្យូទ័រណាប្រពន្ធណារងចាំទស្សនាវគ្គក្រោយទាំងអស់គ្នាអនុញ្ញាតសម្រាប់សិស្សបាទអ្នកដែលបានទស្សនាក្នុងកម្មវិធីរបស់យើងនៅក្នុងថ្ងៃសៅរ៍នេះដែលក្រោយទៅលោកអ្នកចូលទៅកាន់កន្លែងសរសេរសារបាទវាលេខសម្គាល់របស់បេក្ខជននីមួយៗឬហើយសរសេរអ្វីដែលលោកអ្នកចង់និយាយសរសេរអំពីគុណសម្បត្តិរបស់គាត់ការស្ថានភាពលេខ20គុណនិង21ចាគុណនៅក្នុងវគ្គនេះកុំឲ្យខាតពេលវេលាយូរយើងនឹងបង្ហាញជូននៅហ្គេមនៅក្នុងសប្តាហ៍នេះគឺមានឈ្មោះថាបាទពន្លឺទៀនចាបាត់ហើយពន្លត់ទៀនស្នេហ៍ពន្លត់ទៀនស្នេហ៍ស្នេហ៍ទាំងអស់អូខេអរគុណបាទសូមគ្រប់ជឿទាំង4នេះខ្ញុំជម្រាបជូនលក្ខន្តិកៈសម្រើអ្នកតាមមកទាំង4នាក់ហើយធ្វើយ៉ាងណាផ្លុំទៀននេះឲ្យបានឲ្យអស់ក្នុងរយៈពេល1នាទីតែប្រើនៅច្រមុះគឺដង្ហើមនៃខ្យល់ដល់ចូលកន្លែងកាដូហ្នឹងអត់ឲ្យទឹកទឹកទេណាបើយល់ហើយបងអូខេបាទយល់ហើយណាប្រើច្រមុះដើម្បីពន្លត់ទៀនអូខេខ្ញុំអាចរាប់ជូនសម្រាប់វេលាមានត្រឹមតែ1នាទីតែប៉ុណ្ណោះតោះ1 2 3ចាប់ដើមលឺអត់ចាឥឡូវមិញលេខអត់ទេលឺអត់អត់ទេអត់មានប្លុំទេយកទៅមកប្លុតឥឡូវអត់ទេឲ្យចេញឲ្យកើតអត់បានទេចាឥឡូវមិញនេះលេខ3គាត់ធ្វើបានល្អជាងគេបន្ទាប់មកលេខ4បន្ទាប់មកលេខ2ប៉ុន្តែលេខ2មិញគាត់ធ្លោយបន្តិចមិញគាត់ត្រូវផ្លុំអស់មុនគេតែភ្លេចមួយហ្នឹងហើយលោកអធិការគ្រូបណ្ដាបេក្ខជនទី3គឺយុទ្ធជននេះចាអរគុណហើយក៏ហើយហូមឯនោះហើយឃើញផុតចាអរគុណដល់គួនសម្រាប់សិនចាឥឡូវនេះយើងបានមើលឃើញហើយថាការពន្លត់ទៀនយ៉ាងណាតោះឥឡូវនេះយើងទៅជួបកញ្ញាតូតាទាំងអស់គ្នាអូនគេដោះកាមិញដោះកាអត់នេះមានឆ្កល់ហេតុអីបើគេហូមកខ្ញុំឆ្កល់ហ៎គេឃើញបងស្អាតពេកគេហូមែនជឿអត់ឥឡូវបើឃើញបងរតនាអាក្រក់ហូមួយចាប់ពីស្អែកទៅដោមុខធម្មតាគាត់ដោមុខមកចាកញ្ញាតូតាមិញយើងបានឲ្យបេក្ខជនទាំង4រូបធ្វើការលេងហ្គេមគឺពន្លត់ទៀនដោយប្រើដង្ហើមរបស់គាត់គឺប្រើច្រមុះគឺពន្លត់ទៀនចំនួន10ដើមចាយកច្រមុះយើងអុជទៀនមកជួហើយយកច្រមុះយកផ្លុំពន្លត់តែគាត់នេះបងរតនាចឹងតែគាត់ចឹងតែបេក្ខជនទី3គាត់ធ្វើបានល្អជាងគេប៉ុន្តែបេក្ខជនទី3គាត់អត់ស្អាតទេចាំនិយាយថាកញ្ញាតូតាជឿតែទស្សនិកជននៅទីនេះហើយនឹងសារដែលផ្ញើមកបានឯបងរតនាគាត់គ្មានអ្នកណាល្អដល់គាត់ទេត្រឹមត្រូវគឺពលណាស់បាទអរគុណវគ្គក្រោយតូតាធ្វើការជំរុះហើយណាបេក្ខជនមួយរូបចាក់ចេញកម្មវិធីហើយណាមិញមើលទៅសមត្ថភាពរបស់បេក្ខជនទី3គាត់ឈ្នះហើយអញ្ចឹងទុកគាត់នៅទៅចាំមើលតែគាត់ចាញ់ចាំជំរុះគាត់ចេញបាទនៅមានលេខ1លេខ2ហើយនិងលេខ4របស់យើងដែលជាអ្នកប្រឈមមុខនឹងការជំរុះពីកញ្ញាតូតានៅក្នុងវគ្គក្រោយដូច្នេះសូមរួសរាន់ជាមួយនឹងការផ្ញើសារជាបន្តទៀតជូនទៅដល់បេក្ខជនជាបន្តចូលទៅកាន់កន្លែងសរសេរសារវាលេខសម្គាល់របស់បេក្ខជននីមួយៗសរសេរអំពីបាគុណសម្បត្តិរបស់គាត់ឬក៏គុណវិបត្តិរបស់គាត់ផ្ញើសារកាលលេខ20គុណនិង21ចាហើយរសាររបស់លោកអ្នកយើងនឹងធ្វើការចាប់រង្វាន់នៅក្នុងកម្មវិធីតន្ត្រីថ្ងៃអាទិត្យរបស់ស្ថានីយទូរទស្សន៍ CTN រួចហើយនឹងផ្ដល់រង្វាន់ជូនលោកអ្នកនៅក្នុងកម្មវិធីស្នាដកម្បាំងនៅសប្តាហ៍ក្រោយបាទស្នាដកម្បាំងនៅក្នុងវគ្គនេះអនុញ្ញាតសម្រាប់ប្រសិនជួបគ្នាវគ្គក្រោយគឺជាវគ្គជំរុះចឹងតោះនិយាយចឹងបាទអរគុណច្រើនបាទវគ្គនេះគឺជាវគ្គលេងហ្គេមណាបងប្អូនទាំងអស់គ្នាបាទវគ្គហ្គេមរបស់យើងគឺនឹងមកហាក់ជាភាពសប្បាយរីកប៉ុន្តែលីឡំនឹងភាពទុកសោនៃការជំរុញចាក់ចេញបេក្ខជនមួយរូបផងដែរចាហើយសម្រាប់ការចាក់ចេញរបស់បេក្ខជនមួយរូបនេះគឺអាស្រ័យទៅលើទស្សនិកជនច្រើនមែនតើព្រោះថាលោកអ្នកធ្វើការផ្ញើសារដើម្បីឲ្យតារាគ្រូរបស់យើងគាត់បានឃើញនៅគុណសម្បត្តិក៏ដូចជាគុណវិបត្តិរបស់បេក្ខជននីមួយៗបេក្ខជនទី3គាត់ជាអ្នកឈ្នះនៅក្នុងវគ្គមុនហើយគាត់គិតក្នុងចិត្តអញអញអាចទៅអញត្រូវចាក់ចេញនេះវាអាចឈ្នះវគ្គមុនជំនួសអញគេឆោនអូយអាក្រក់មើលគេគិតដល់ប៉ុណ្ណឹងផងចាហើយលោកអ្នកមុននឹងយើងធ្វើការជំរុញនៅតែអាចបន្តនៅការផ្ញើសារសម្រាប់លក្ខខណ្ឌនៅក្នុងការផ្ញើសារយើងនៅតែបន្តបង្ហាញជូនលោកអ្នកបាទការផ្ញើសាររបស់លោកអ្នកគឺជាគណៈកម្មការដ៏ពិសេសចូលទៅកាន់កន្លែងសរសេរសារវាលេខសម្គាល់បេក្ខជននីមួយៗសរសេរអ្វីដែលជាផលវិជ្ជមានរបស់គាត់ផលអវិជ្ជមានរបស់គាត់ផ្ញើសារទៅកាន់លេខ20គុណ
នឹង21រកការផ្ញើសាររបស់លោកអ្នកនោះនឹងការបង្ហាញជូននៅលើកញ្ចក់ទូរទស្សន៍ក៏ជាមុខអេក្រង់ទូរទស្សន៍ជាមួយនៅតារាកិត្តិយសផងដែរ ចាហើយសម្រាប់លោកអ្នកបើសិនជាចង់ដឹងឲ្យកាន់តែច្បាស់អំពីការផ្ញើសារអាចខលទៅលេខ81 88ហើយចូលរួម live chat របស់យើងទាំងអស់គ្នាណាដែលមានឈ្មោះថា Mr. Relove អរគុណច្រើនឥឡូវសូមជួបជាមួយនឹងតារាកិត្តិយសដើម្បីជំរុញបេក្ខជនរបស់កម្មវិធី ចង់និយាយថាកញ្ញាតូតាអាចជម្រាបក៏ដូចជាសារដែលទទួលបានពីបងប្អូនដែលគាត់ផ្ញើមកឲ្យទស្សនិកជនបានដឹង ពីច្រើនក៏ផ្ញើសារឲ្យលេខ3ហើយនិងលេខ4ច្រើនជាងគេបងអស់ ហើយលេខ4មានអ្នកចង់និយាយថាគាត់មានចិត្តនឹងឆ្លងលេខ3លេខ4ដែរគាត់ហៅបានប៉ុណ្ណឹង ដឹងលេខ3លេខ4ហ្នឹងមិនទេ មិនទៅ ថាខ្ញុំនៅខ្ពស់1.8 ម៉ែត្រទម្ងន់70 80អីហ្នឹង ចាគាត់វា1.5 ម៉ែត្រ50ជាងហើយគីឡូដល់9ជាងលេខ3លេខ4 ហ្នឹងហ៎ ហេមានបាត់បោកណាគេ គ្នាឈរតែគ្នាសោះគ្នាអត់បានបោកណាគេសោះឈរតែឈរ គ្នាឯងហ្នឹងក៏ហើយនេះ អត់ទេអូនឥឡូវសម្រាប់ចិត្តទៅថាតើបេក្ខជនទីប្រហែលចាក់ចេញនៅវគ្គហ្នឹងណា ឥឡូវមានបេក្ខជនទាំង4នាក់ 9នាក់ ទាំង4នាក់ជំរុញចេញមួយ ហ្នឹង តែខ្ញុំ ម៉ាច់ លេខ1លេខ2លេខ3លេខ4 ឥឡូវសួរបងប្អូន លេខម៉ានចាំបើចង់ឲ្យលេខ2នៅ ហើយគាត់ធ្វើអីយើងទាំងអស់គ្នាចង់ឲ្យគាត់ចេញពីកម្ម អត់ទេតែលាប់ចឹងហ្មងតាមអារម្មណ៍ តាមអារម្មណ៍ចង់សួរចេះគាត់បានធ្វើអីខុសបើដល់គាត់ចាចេញហ្នឹងហ៎គាត់ស្អាតទេគាត់ចេញហ៎អញ្ចឹងជំរឿទៅ ហើយចាំបើសិនជាចង់ឲ្យលេខ3ទៅវិញនេះត្រូវអត់មកចាំបើលេខ4ចាំបើបងដល់តាណាចេញ ហើយបើបងចេញទៅណាគេធ្វើពិធីករ សុំអ្នកឯងអូចង់មកធ្វើដំណៃបងឯងទៀតតាំងកញ្ញាតូតាជំរុញតែម្ដង តែប៉ុន្តែ4អ្នកហ្នឹងមកតន់ដឹងថាអ្នកណាគេខ្លាំងឬក៏អ្នកណាគេខ្សោយមានអ្នកគេដឹងណាគេមកតន់ដឹងទេព្រោះថាខ្ញុំអត់បានស្ដាប់ខ្ញុំអត់បានឃើញអីទាំងអស់ប៉ុន្តែបានឃើញភាសាដែលគាត់ផ្ញើមកប៉ុន្តែខ្ញុំសង្ស័យជាងគេគឺលេខ1សង្ស័យទៅមិនមែនថាសង្ស័យគាត់ត្រូវចេញទេណា ហ្នឹងសង្ស័យគាត់ឈ្នះហើយ ខ្ញុំចង់ដឹងថាមូលហេតុអីបានជាគេមិនសូវផ្ញើសារឲ្យ អូយសូអូនអូនតែដឹងនៅ សប្តាហ៍មុនណាសប្តាហ៍មុនណាគ្នាឯងបងប្រាប់អ្នកស្អាតគេអត់សូវផ្ញើឲ្យទេ ពេកចឹង ព្រោះថាពេលដែលផ្ញើឲ្យទៅខ្លាចជឿរឿងនេះហ៎ តែមែនលេខ1នឹងសង្ហា ហ្នឹងហើយសង្ហាស្អាតតើ លេខ1សង្ហាអត់សង្ហាអត់នេះសង្ហាអត់ប៉ិនស្មើគ្នាឥឡូវ ទៅអូនលឿនទៅពីម៉ោងហ៎ ជំនាញហ្មងតា សុំ អូចេះសាវ៉ាមែនមិនឲ្យលេខ2លេខ1ទៀតហើយ តោះកញ្ញាតូតាធ្វើការជំរុញតែម្ដង លេខ2 ណា លេខ2លេខ2 អត់ដោទេ ព្រោះ CTN មានតែមួយទេណា ប្រយ័ត្នគាត់មកដោះស្បែកក្រោយគាត់ស្អី អរគុណចូលរួមសក្ការៈចំពោះបេក្ខជនទី2ដែលត្រូវចាក់ចេញពីកម្មវិធី ចាកញ្ញាតូតា សូមជើញបេក្ខជនទី2មកជួបជាមួយនឹងកញ្ញាតូតាចាសូមអញ្ជើញទៅជើញ គេបដទីឲ្យស្វាគមន៍ជឿទីទៅ ចា ថាម៉េចសុំតអត់អីណែ ចាអត់ទេ អូនចូលនេះអូនចូលនេះហេតូតាចូលនេះអូន អត់អីណែ មើលទូហុងកុងនេះ ចាតែបាត់មានអ្នកផ្ញើសារថាលេខ2គឺ Q ថៃនឹងសង្ហា ហ្នឹង តែជំរុះ រៀងនេះគឺមិនតន់នៅអត់តន់សង្ហានៅ Q នៅឡើយ ហ្នឹងហើយដូចបងមកសង្ហាមែនទេ អរគុណអត់ខឹងណែ អត់អីបងសុបាយ ចាអូយហើយខ្ញុំបងទៀត ទៅ21ឯង អរគុណបងចា អូខេអរគុណណា អរគុណជម្រាបក្រោយបងណែអរគុណ ចា ទៅថាមិនហ៎ហ៎ហើយខ្ញុំនឹងអរគាត់អរគុណលឿនអៀនអូខេតែញ៉ាំស្នាក់បានណា ខ្ញុំនិយាយលេងទៅព្រមអោប ចាកញ្ញាបាទ អានេះបេក្ខជនទី2អត់អោបមកអោប ចា អត់ទេគេមានតម្រូវឲ្យអោបទេលើកញ្ញាតូតាកញ្ញាស្ដាប់កាសជាបន្តទៀត បាទ
ភាពតឹងធូររបស់ខ្ញុំបានចាក់ចេញហើយ អូចង់សប្បាយចិត្តដែលគេចាក់ចេញ មិនហ្នឹងតឹងធូរហ្មងតឹងធូរហ្មង អូតែមិនដឹងថាបងរតនាចង់ឲ្យគេចាក់ចេញ អើតើបញ្ចូលពីលក្ខណៈក្នុងកម្មវិធីរបស់យើង ចាហ្គេមរបស់យើងនៅក្នុងវគ្គនេះមានឈ្មោះថាហើយមិនក៏ស្ងាត់ជ្រាបចឹង មិនមើលក៏ដែរ ចាលោកលោកស្រីនេះកញ្ញានៅក្នុងវគ្គនេះនៅសល់តែបេក្ខជន3រូបប៉ុណ្ណោះដែលបន្តក្នុងការលេងហ្គេមរបស់យើង បាទចលនាជំនួសបេះដូង ចលនាជំនួសបេះដូងចង់ដឹងថាចលនាយ៉ាងណារីករាយទស្សនាហ្គេមរបស់យើងទាំងអស់គ្នា បាទសំជើញបាទលក្ខណៈនៅក្នុងកម្មវិធីរបស់យើងគឺតម្រូវឲ្យបេក្ខជននីមួយៗចំណាយពេលវេលា1នាទីដើម្បីបង្វិលកង់នេះនិយាយចំទៅគឺយើងបង្វិលបងប្អូនសុំកាមេរ៉ាសុំជួយចាប់អូយពិបាកមែនលោកចាអញ្ចឹងណាគាត់បង្វិលមកដល់នេះហើយគាត់ត្រូវបង្វិលរហូតមកដល់នេះដល់នេះហើយគាត់ត្រូវប្រើបបោមាត់ដល់ក្រោមរបស់គាត់ហ្នឹងគាត់ត្រូវខំស្គប់គាត់នៅក្នុងចាននេះខាងច្រើនជាងគេមានអាកាសងាយជាងគេយល់ហើយតែតែសូមជម្រាបបន្ថែមណាពេលដែលប្រវល់កងដៃរបស់យើងគឺខ្ទប់នៅតិចណាហើយពេលពំពេលខំស្កកក្របនេះគឺខំពីចាននេះមកដាក់លើចាននេះចាអរគុណយល់ហើយណាចាសូមជើញអាចបង្វិលបានទៀតណាអរគុណឈរហ្នឹងហើយតោះយើងនឹងឈរហ្នឹងហើយបាទចាធ្វើការងារនេះបានល្អ Good job bro Good job បាទមកយ៉ាមិនណាអូយអូយបានទេតបអត់ធ្វើបាបគ្នាអូសំឡងហើយក្រុមការងារដាក់ម្សៅលាបខ្លួនដាក់ម្សៅមីចប់រយ ចាឥឡូវនេះអនុញ្ញាតសម្រាប់បានសម្រួលរយៈបត់ណាឃើញគោលពិបាកនេះចាអូខេទៅបានចាអូអាណិតគ្នានៅលោកព្រះជាម្ចាស់អើយបងរតនាផ្ទេចានជប់រាប់សិន 2 4 6 8 10 12 គ្រាប់Bravo ចាអូខេឥឡូវនេះយើងបានឃើញនៅលទ្ធផលដែលបេក្ខជនទី1គាត់បានខំនៅសល់គ្រាប់នេះគឺថាបានច្រើនគួរសមមិនដឹងថាតើបេក្ខជនទី3គាត់នឹងអាចធ្វើបានដូចគ្នាឬក៏អត់លើបេក្ខជនទី3សូមត្រៀមខ្លួនយកពីលក្ខខណ្ឌរបស់យើងហើយសម្រាប់លក្ខខណ្ឌគឺដៃសំខាន់បំផុតដៃដាក់នៅត្រចៀកណាចាអូខេ តោះត្រៀមណាតោះ 1 2 3 ចាប់ដើម ដាក់ត្រចៀកហេលឿនម៉េះ អូគេមកកាយចកេអាយ៉ា Give it to me I'm worth it Baby I'm worth it I'm worth it Give me I'm worth it Give it to me I'm worth it Baby I'm worth it I'm worth it Give me I'm worth it អេអត់ដៃដាក់នៅត្រចៀកក៏បានដែរចាអូខេអស់ហើយអាយ៉ាអត់ធ្វើហ្មងទេអញ អូយបងរតនាឲ្យកាមេរ៉ាចាប់យកមុខគាត់តិចស្អាតណានិយាយស្អាតមែនចាអូខេឥឡូវនេះបងរតនារាប់នៅចំនួនដែលគាត់បានធ្វើចាសូម 2 4 6 8 10 បាទ 15 បាទ 15 គ្រាប់ 15 បាទ 15 គ្រាប់អូខេឥឡូវនេះសូមបេក្ខជនទី4ចាបេក្ខជនទី4សូមអញ្ជើញចាបេក្ខជនទី4ចាឥឡូវនេះយកពីលក្ខខណ្ឌរបស់យើងចាបើយល់ហើយចា យល់ហើយតោះអពេលតើត្រៀម 1 2 3 ចាប់ដើម ដៃដាក់ត្រចៀកGive it to me I'm worth it Baby I'm worth it កំឡុងណាស់ជួនសាគ្រាប់ហ៎ Give me I'm worth it Give it to me I'm worth it អូពេលបកែមាត់ហ៎ ហាមជូតណាហើយហាមជូតមុខអូខេអូខេបាទ ចាបាយភ័ក្រ បាទហាមជូតតទៅវិញ អូស្អាតរបស់គេចាអូខេឥឡូវនេះមើលឃើញថាការខំស្កក្រមរបស់អ្នកទាំង3គឺលទ្ធផលគឺដូចគ្នាបាទ 15 អស់ហើយណាចានិយាយមកទៅគឺមួយចានគឺគាត់ខំបានអូបេក្ខជនទី1បាន 14 ចាតាមពិតស្កក្រមរបស់យើងគឺបានដាក់មកដូចគ្នាគឺគាត់បានធ្វើអស់ដូចគ្នាអត់ទេ 14 ដែរ ចា 1 ព្រោះថាក្រុមការងារដាក់គាត់មកភ្លេចមួយហ៎ អូខេ ចាតាមពិតគឺគាត់មានស្កក្រមទាំងអស់ដូចគ្នាទេ
ប៉ុន្តែគ្រាន់តែថាអ្នកខ្លះទៅគាត់ប្រវល់បានល្អអ្នកខ្លះទៅសកម្មភាពរបស់គាត់ខ្ញុំឆ្កល់ថាគេមើលមុខខ្ញុំថៃ ហើយដែរហើយលេងហ្គេមគេដែរ ថៃ មកប្រឡាក់មុខប្រឡាក់អីហ្នឹង អីថៃមិនចឹងហីខ្លាំងហ្មង ទៅចាអីទៅជួទៅអីណា អូយជួចាំងអី អូខេបាទអរគុណច្រើនលោកអ្នកបានឃើញនៅសមត្ថភាពនៃការបញ្ចេញរបស់បេក្ខជនទាំង3រូបបាទគឺធ្វើបានល្អទាំងអស់គ្នាគ្រាន់តែថាបេក្ខជនទី1នេះគឺគាត់ចំណាយវេលារហូតដល់1នាទីដើម្បីបាទខំស្កគ្រប់ពីចានមួយទៅចានមួយអស់ដូច្នេះលោកអ្នកអាចទស្សនាបានជាមួយនឹងទស្សនវិជ្ជានៃរូបសម្រស់ដ៏ស្រស់ស្អាតរបស់គាត់ដែលបានមិចដោយម្សៅមីបាទ ចាអើយម្សៅភេស័តសោះហ្នឹងវាមានដាក់ម្សៅមីធ្វើមកគាត់ម៉េច បាទអូខេអរគុណចាឥឡូវសូមជួបជាមួយនឹងកញ្ញាបាទតូតាតែម្ដងដើម្បីសួរពីចំណាប់អារម្មណ៍បាទ ចា អូនឃើញដៃបងសិនម្សៅហ៎ ឃើញបង គេលេងហ្គេមមុនចូលឆ្នាំយើងដោះចេញទៅលឺទៀត អាយ៉ា បងឯងគេចិត្តដល់ជាខ្ញុំមិនមិនលឺមិន មុនគេយើងលេងប៉ាត់ម្សៅប៉ាត់ឲ្យចូលឆ្នាំហ្នឹងថៃ មកខ្ញុំមិនវិសេស អូខេអរគុណតតាមានឃើញអ្វីដែលជាការផ្ញើបងប្អូនមកទៀតអត់ ឃើញតែបង គាត់បានអសើបេក្ខជនទីប៉ុន្មានទៀតហើយ ទី3ទី4ទី3ទី4នៅទី3ទី4ហ្នឹង អត់ទី1ហ្មង ទី1អត់ឃើញ មិនចឹងណា អត់ទេពេលខ្លះអាចនឹងសារគាត់ផ្ញើមកច្រើនពេកណា អត់ដល់ អញ្ចឹងខាងផ្ញើសារគឺលោតមកម្ដងតិច គេតែលេខ1ឃើញដែរប៉ុន្តែហៅបានឃើញគឺកម្រមែនតើ អញ្ចឹងតែកុំទៅជឿទស្សនិកជនទៅជឿបងរតនាទៅនឹងបានស្អាតហើយ យើងគាត់ឲ្យច្រើនឆ្នាំអូនមកជួបបងទៅខុសទេ ចាលោកកញ្ញាតូតានៅតែអាចបន្តមើលនៅសារជាច្រើនគឺជាស្ដាប់កាសជាបន្ត បាទវគ្គក្រោយគឺជាវគ្គជំរុះជាបន្តទៀតជាមួយនឹងកម្មវិធីស្នេហ៍កិនបាំងរបស់យើងបន្តនៅការផ្ញើសារគ្រប់គ្រងជូនទៅដល់បេក្ខជននីមួយៗជាបន្តទៀតឃើញថាមិញហ្នឹងបេក្ខជនទី3និងបេក្ខជនទី4គាត់ធ្វើបានល្អជាងគេហើយបេក្ខជនទី1នោះគាត់ចំណាយវេលា1នាទីគត់តែម្ដងដើម្បីខំស្កគ្រប់15គ្រប់ទៅពីចានមួយទៅចានមួយដូច្នេះគាត់ចាញ់គេណា ចាអរគុណច្រើនលោកអ្នកសូមបន្តនៅការផ្ញើសាររបស់លោកអ្នកទាំងអស់យើងនឹងធ្វើការចាប់រង្វាន់នៅក្នុងកម្មវិធីតន្ត្រីថ្ងៃអាទិត្យរបស់ស្ថានីយទូរទស្សន៍ CTN រួចហើយនឹងផ្ដល់រង្វាន់ជូនលោកអ្នកនៅក្នុងកម្មវិធីស្នេហ៍កម្លាំងនៅសប្តាហ៍ក្រោយ នៅក្នុងនេះអញ្ញាសម្រាប់មួយ present បាទស្រាបៀរ មកក្នុងកម្មវិធីស្នេហ៍កម្បាំង បាទអរគុណច្រើនបន្តពីសម្រាប់ផ្លែឥឡូវយើងបន្តនៅភាពសប្បាយរីកជាបន្តទៀតនៅក្នុងវគ្គនេះធ្វើការជំរុះជាបន្តជូនទៅដល់បេក្ខជនដែលនៅសល់គឺបេក្ខជនទី1និងបេក្ខជនទី3រួមនឹងបេក្ខជនទី4ផងដែរដូច្នេះលោកអ្នកបន្តនៅការផ្ញើសារចូលទៅកាន់កន្លែងសរសេរសារវាលេខសម្គាល់របស់បេក្ខជនដែលនៅសល់ផ្ញើសារទៅកាន់លេខ20គិតនិង21 ចាអរគុណឥឡូវនេះកុំឲ្យលោកអ្នកខាត់ពេលយូរសូមរីករាយទស្សនានឹងកញ្ញាតូតាដើម្បីធ្វើការជំរុះ បាទសូមជួយបាទតតាដែលស្ថានភាពវេលារបស់យើងខ្លីដូច្នេះតតាសម្រាប់ចិត្តឲ្យលឿនបន្តិចណាបេក្ខជនដែលនៅសល់គឺមានបេក្ខជនទី1បេក្ខជនទី3និងបេក្ខជនទី4 ចាសូមធ្វើការជ្រើសរើសតែម្ដង ឥឡូវសួរទស្សនិកជនចង់ឲ្យអ្នកណាគេនៅឥឡូវឲ្យលេខ4នៅ លេខ3លើកលេខ1 លេខ3នៅ លេខ1នៅ ចុះលេខ4នៅ ចាអូខេកញ្ញាតូតាធ្វើការជំរុះតែម្ដង ផ្ញើសារច្រើនគឺជាលេខ3និងលេខ4 ចាឥឡូវនេះជំរុះតែម្ដង អញ្ចឹងគឺខ្ញុំសូមយកលេខ3 លេខ3អូ ចាបងរតនា អរគុណច្រើនចូលរួមសោកស្ដាយចំពោះបេក្ខជនទី3ដែលត្រូវចាក់ចេញពីកម្មវិធីបាទ ចាសូមចេញកញ្ញាតូតា អូអរណែ I love you សូមជួយជាមួយបេក្ខជនសូមជួយជាមួយតារាកិត្តិយស ចាសូមចេញមកខាងនេះ បាទ ចា សូមជួយបាទនិយាយទៅកាន់គ្នាតិចបាទ ពីសួរអត់ខាងណា អត់អីហ៎ អត់អីហ៎ ក៏អត់ចេះនិយាយអីទេខ្ញុំសួរអត់ចេះឆ្លើយដែរ សប្បាយចិត្តសម្រាប់ការអញ្ជើញជ្រុំថ្ងៃនេះហើយសង្ឃឹមថាមានឱកាសថ្ងៃក្រោយជួបគ្នាទៀតណាអរគុណ អូខេមានពីចុងក្រោយបាទ ខ្ញុំអរគុណដល់អ្នកដែលបានផ្ញើសារមកខ្ញុំទោះបីអត់បានជាប់ក៏អត់អីដែរ បាទអរគុណច្រើនអ្នកសម្រាប់បានអរគុណ បានកញ្ញាចា អូខេអរគុណច្រើនអ្នកសម្រាប់បាទអរគុណ កញ្ញាតូតាកញ្ញាសម្រាប់ជាបន្តហើយស្ដាប់កាសជាបន្តទៀតចាលោកអ្នកឥឡូវនេះសូមមកដល់វគ្គជាបន្តនេះនៅសល់បេក្ខជន2រូបប៉ុណ្ណោះនៅក្នុងវគ្គនេះតម្រូវឲ្យបេក្ខជនទាំង2រូបមានបងប្អូនដូចជាមិត្តភ័ក្តិដើម្បីជំនួបជាមួយនឹងតារាកិត្តិយសរបស់យើង អូខេបាទសូមជួយបាទ ចាសូមបេក្ខជនទី1នៅក្នុងថ្ងៃនេះជ្រើសយកមិត្តភ័ក្តិឬក៏បងប្អូន តែមួយបានទេបាទមួយ ចាឥឡូវនេះសូមបងស្រីរបស់បេក្ខជនទី1ឡើងមកខាងលើចា បាទស្វាគមន៍បងស្រីរបស់បេក្ខជនទី1បាទសូមជួយបាទ
បាទសូមជម្រាបសួរបងស្រីបាទ ចាបងស្រីត្រៀមខ្លួនរួចហើយចាបើត្រៀមរួចហើយចាទៅតាមរតនាចាអនុញ្ញាតសម្រាប់បាន នេះគឺជាបងស្រីរបស់បេក្ខជនទី1 ពីសួរបង អូខេអរគុណត្រៀមហើយអូខេខ្ញុំបានរាប់ជូនមានត្រឹមវេលា30វិនាទីណាចាប់ដើម1 2 3 បើបងចង់ប្រាប់ខ្លួនឯងថាប្អូនបងលេខ1ហ្នឹងណាគាត់មានសម្រស់ស្រស់ស្អាតហើយខ្ជូតស័ក្តិសមនឹងញ៉ាំអាហាររ៉ូមែនទិកជាមួយឯងហើយគាត់មិនថាតែខ្ជូតទេគាត់រៀនបកែទៀតបកែ ចុះនេះ ហើយ បានចុះនេះបាន និយាយរួមថាពិសេសហ្មងណាតែបាច់ថាមកសេពមកសេពអត់មានកន្លែងទោះឲ្យដូចថានិយាយរួមទៅស័ក្តិសមច្រើនមានចំណុចគាត់ថាល្អច្រើនសម្រាប់គាត់ហើយគាត់ជាមនុស្សរស់រាយហើយរាក់ទាក់ស្លូតបូតទៀត អរមកអរគុណច្រើនបងស្រីអញញ៉ាំគ្នាបាន ចាអរគុណចា និយាយចាំថាបងស្រីខ្ញុំបងស្រីខ្ញុំ បេក្ខជនទី4 អូបងខ្ញុំពិសេសចឹង អជ្រើសរើសបងប្អូនឬក៏មិត្តភក្តិចាឥឡូវនេះសូមបងប្អូនប្រុសរបស់បេក្ខជនទី4ចា បាទសូមជម្រាបបងប្រុសបេក្ខជនទី4បាទ ចាអូខេចាត្រៀមខ្លួនរួចហើយចាសូមទៅតាមរតនា តាមខ្ញុំ ចាបេក្ខជនទី4អញ្ញាតសម្រាប់បាន នេះគឺជាបងប្រុសរបស់បេក្ខជនទី4 ពីសួរ អូខេត្រៀមខ្លួនរួចហើយបងប្រុសអង្គុយចុះចាប់ដើម1 2 3 គាត់ស្អាតហើយគាត់ស្អាតហើយគាត់ហាបង មែន គាត់ជាស័ក្តិសមនឹងបង ស្អាតបង ស្អាតជាងបងទៀត ហើយមិនទៀត គាត់រស់រាយរាក់ទាក់គាត់រ៉ូមែនទិកខ្លាំងគឺជាមនុស្សរ៉ូមែនទិក គាត់อยู่ម៉ានអី គាត់ជាអាយុប្រហែល20ជាងបង 20ជាងហ៎ បាទ សង្ហែកូនកាត់អី គាត់កាត់កូរ៉េបងបាទ ចាក់រត់ទៀតក៏បាត់ហើយ ស្អាតបងស្អាតស្អាតមែនស័ក្តិសមនឹងបង អូខេអរគុណ ស្អាតបង អាចណាស់បានមកដល់នេះញ៉ាំ ចាអ អ រ រ គុ គុ ណ ណច្រើនលោកអ្នកបានជួបនៅសមាជិករបស់បងប្អូនមិត្តភ័ក្តិរបស់បេក្ខជនដែលនៅសល់ក្នុងកម្មវិធីរបស់យើងហើយបន្តនៅកម្មកិច្ចសាជាបន្តទៀតព្រោះថាវគ្គក្រោយគឺជាវគ្គកាត់សេចក្តីថាតើបេក្ខជនទីប្រមាណដែលត្រូវចាក់ចេញបេក្ខជនទីប្រមាណដែលត្រូវឈ្នះ ចាសូមបន្តនៅការផ្ញើសាររបស់លោកអ្នកឥឡូវនេះកម្មវិធីស្នាកម្មអនុញ្ញាតសម្រាប់មួយផ្លែតសិន បេក្ខជនទី1ឬក៏បេក្ខជនទី4ដែលត្រូវចេញយើងក៏មិនទាន់ដឹងទេរងចាំសារ SMS របស់លោកអ្នកកំពុងផ្ញើសារមកឥឡូវនេះដែលក្រោយទៅលោកអ្នកចូលទៅកាន់កន្លែងសរសេរសារវាលេខសម្គាល់របស់បេក្ខជនដែលនៅសល់ទី1និងទី4សរសេរអ្វីដែលលោកអ្នកចង់និយាយផ្ញើសារទៅកាន់លេខ20គុណនិង21 ចាមុននឹងធ្វើការជំរុះជាបន្តយើងនៅមានវគ្គចុងក្រោយដើម្បីធ្វើការប្រកួតប្រជែងគ្នាដែលតម្រូវឲ្យអ្នកទាំងពីរឆ្លើយនឹងសំណួររបស់តារាកិត្តិយសរបស់យើង បាទឥឡូវខ្ញុំជួបជាមួយនឹងកញ្ញាតូតាបងអូស្ត្រាលីជួបជាមួយនឹងបេក្ខជនរបស់យើងតែម្ដងតូតាមានសំណួរឲ្យនៅបងអូន មានហើយបងមាន អូ ហើយ ខេអរគុណអញ្ចឹងសូមធ្វើការចោទសួរទៅដល់បេក្ខជនទី1ដូចតទៅ1 2 3 អញ្ចឹងលេខ1ចង់ស្ដាប់ខ្ញុំចង់សួរថាតាឃ្លាមួយដែលគេតែនិយាយថាមនុស្សប្រុសគួរតែចែកមនុស្សស្រីគ្រប់រៀងតើគិតយ៉ាងម៉េចដែរ រឿងហ្នឹងខ្ញុំយល់ស្របពីព្រោះមនុស្សស្រីគឺមានភាពចិត្តទន់ហើយមនុស្សស្រីភាពចិត្តទន់ជាងមនុស្សប្រុសដូច្នេះយើងជាមនុស្សប្រុសយើងត្រូវតែជួយលើកទឹកចិត្តគេនៅពេលដែលគេពិបាកចិត្តព្រោះគេអាចនឹងគិតអ្វីខុសនៅពេលដែលទោះបីជាគេមានកំហុសខុសឆ្គងយ៉ាងណាក៏ដោយក៏យើងមិនត្រូវស្ដីបន្ទោសឲ្យគេដែរជាងតែលើកទឹកចិត្តគេ អូខេតើបានទេមិនចឹង បាន អូខេឥឡូវនេះសំណួរដដែលសួរដល់បេក្ខជនទី4មែនទេ សំណួរផ្សេងមួយទៀត អូខេតោះសួរតោះ សួរទៅបេក្ខជនទី4ពាក្យមួយឃ្លាដែលគេតែងតែនិយាយថាទឹកហូរមិនហត់សម្ដីប្រុសស្បត់កំជឿ បាទ ចាទឹកហូរមក ទឹកហូរមកហត់ប្រុសស្បត់កំជឿ ប្រុសស្បត់កំជឿសម្ដីប្រុសស្បត់កំជឿ ចា ចំពោះបងខ្ញុំគិតថា បាទសូមឆ្លើយលើទីបាទ ព្រោះភាគច្រើនដូចថាមនុស្សប្រុសជួនកាលអាចមានចិត្តក្បត់ជាក្បត់មនុស្សស្រីជួនកាលមានមួយហើយតែមានមួយទៀត តើបានហ៎ ហើយមនុស្សប្រុសភាគច្រើន អូគាត់ សាបាជាងមនុស្សស្រី បាទអរគុណអស់មកបាទអរគុណច្រើនបងប្រុសបេក្ខជនទី4អំបញ្ញមិញគាត់អត់យល់គាត់ស្ដាប់សំណួរយើងបានហើយប៉ុន្តែគាត់អត់យល់ថាតើបាទទឹកហូរមិនហត់ប្រុសស្បត់កំជឿនេះផ្ដោតទៅលើអ្វីពាក្យច្រើនបងពាក្យច្រើនស្បត់គឺជាពាក្យមនុស្សប្រុសទាំងអស់មិនបងនិយាយ
គឺជាភាពតែតច្រកគឺជាការស្បត់ តាមពិត ទឹក ទៅ ហូរមិនហត់នេះការស្បត់របស់មនុស្សប្រុសគឺអត់មានព្រំដែនទេគឺនៅតែមានការស្បត់រហូត ចាអត់ទេមិនហ្នឹងមកពីគាត់តែគាត់មានចម្លើយដោយសារមូលហេតុអីគាត់រៀបពាក្យនិយាយគួរសមអត់តាន់ដឹង ខ្ញុំពិតមិនហ្នឹងគាត់ឆ្លើយនេះខ្ញុំយល់ស្រួលថាគាត់និយាយតែចែកសម្រាប់ទឹកហូរមិនហត់ប្រុសស្បត់ខ្មៅជឿគាត់និយាយថាគាត់ជឿពាក្យហ្នឹងគាត់ទទួលយកគាត់និយាយថាគាត់ទទួលយកព្រោះគាត់ទទួលយកថាមនុស្សប្រុសគឺតែងតែក្បត់គឺដីគាត់អញ្ចឹង តែសម្រាប់ខ្ញុំគឺអត់ចេះក្បត់ ចា ចឹង អរ ហ្មង គុណឥឡូវនេះកញ្ញាតូតាបានមើលឃើញនៅសារជាច្រើនបន្ទាប់មកឥឡូវនេះវគ្គចុងក្រោយតម្រូវឲ្យជំរុះបេក្ខជនមួយរូបចេញពីកម្មវិធី បាទ លេខ1ឆ្លើយសំល្អហើយលេខ4ក៏សាកសពដោយសារតែគាត់អត់មានប្រយោគពេញលេញសម្រាប់នេះខ្ញុំហើយឥឡូវនេះអ្នកគ្រប់គ្រងគាត់គ្រប់គ្រងលេខ4ជាងលេខ1បាទគ្រប់គ្រងលេខ4ជាងលេខ1ហើយនៅក្នុងសារនេះគាត់គ្រប់គ្រងលេខ4ជាងលេខ1ដែរអញ្ចឹងបើឲ្យលេខ4នៅសូមហោអញ្ចឹងខ្ញុំសម្រេចចិត្តណា ចាំបើឲ្យលេខ1នៅ ចាំបើសិនជាឲ្យលេខ1ចេញ តា3នាក់ហ្នឹង អរគុណខ្ញុំសម្រេចចិត្ត លេខ1នៅ លេខ1ចេញលេខ1ចេញ ចាឥឡូវនេះសូមជំរុះតែម្ដង អរគុណខ្ញុំសម្រេចចិត្តអ្នកដែលត្រូវចេញគឺលេខចូលក្រោយជើងបែរចុងទី4មកចូលជាមួយតារាគេយល់បាទ ចាសូមបែក បង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  ចាអូខេចាសូមធ្វើការគួរសមគ្នាបន្តិចទៅមានទីពេញអ្វីដើម្បីនិយាយទៅកាន់តារាកិត្តិយស ខាងណែ អត់អីបង មានគេគ្រប់គ្រងច្រើនមែនតើហើយសំខាន់គឺដោយសារតែឆ្លើយខុសបន្តិចសំណួរដែលខ្ញុំនិយាយហ្នឹងណាជួបគ្នានៅលើក្រោយនេះចា អរគុណអានេះវាបានណាបាទ ចាឥឡូវនេះយើងបានដឹងហើយថាបេក្ខជនទី1គឺជាបេក្ខជនដែលតម្រូវទទួលទានអាហារដ៏រ៉ូម៉ាន់ទិកជាមួយនឹងកញ្ញាតូតានៅក្នុងសប្តាហ៍នេះ សូមស្វាគមន៍បេក្ខជនទី1ដែលជាអ្នកឆ្នះនៅក្នុងកម្មវិធី Rồi rồi rồi. Chà, lúc đó sẽ này cái nhà là đi ban đăng hai tháp bạc chân tim môi cứ chế bạc chân đại tra cái nhà tô ta chỉ đợi xong. Bà Cơn ra bây giờ tôi đại chân việc bây giờ sắp tới 10 máu sang sân tí đại thôi cá chùm ru là đi dương xoay đó khơi hái nó sát nâng xoay nó sòng hai xoay sát bàn chụp này hả chụp đến chạy đâm chạy mà đònចាអរគុណហើយសូមកុំភ្លេចក្នុងចាំទស្សនាវីដេអូដែលពាក្យទាំងពីរញ៉ាំអាហារពេលល្ងាចជាមួយគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលរបស់កម្មវិធីស្នា អរគុណកម្មវិធីស្នាកបានជឿចូលដល់ទីបញ្ចប់សុខស្រាអរគុណជួយជ្រៅចំពោះប្រិមត្តទូរទស្សន៍ជនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមទស្សនាតាមវិដាមរបស់ចោពេលនេះយើងសូមដល់គ្នារួមជាមួយសហការីសូមអរគុណសូមគោរពលា